ថៃកំពុងលេងល្បិច6ចំណុចតិចបងប្អូនយើងមិនដឹងហើយតាំងស្ដាប់គេរួចមករករឿងថ្នាក់ដឹកនាំកម្ពុជារបស់យើងទាំងទិសទាំងទិសដោយសារតែអត្ថបទដែលបានបង្ហោះនេះគឺមានខ្លឹមសារល្អ admin សូមដកស្រង់យកមកធ្វើការផ្សាយនៅក្នុងសារព័ត៌មាន CNN របស់យើងចំណុចទាំង6ដែលក្រុមអ្នកវិភាគបានសរសេរហើយមានខ្លឹមសារហើយយើងសូមសម្រង់យកមកចុះផ្សាយបន្តនេះទី1នោះគឺថៃបានប្រាប់ពិភពលោកថាពួកគេវាយខ្មែរព្រោះកំចាត់អំពើឆបោករឿងនេះពួកគេមានភ័ស្តុតាងក៏ប៉ុន្តែពេលអនុវត្តគឺផ្ទុយនឹងលើសដែនសមត្ថកិច្ចដែលករណីនេះគឺជាប់បន្ទុកនៅក្នុងបណ្ដឹងតុលាការអន្តរជាតិទី2ថៃកំពុងរៀបក្បួនញុះញង់ខ្មែរឲ្យស្អប់សម្ដេចតេជោហ៊ុនសែនគោលបំណងរបស់ពួកគេគឺចង់បំបាក់ឯកភាពជាតិក្បួននេះវាចម្លងពីយើងហើយបច្ចុប្បន្នក្រុមពួកសកម្មជនទាំងនេះកំពុងព្យាយាមធ្វើល្អជាមួយនឹងខ្មែរមួយចំនួនដែលជឿងប់លើគេដើម្បីលួងយើងឲ្យជឿពួកវាទី3ថៃវាធ្វើល្អរឿងជួយប្រមូលសាកសពទាហានរបស់យើងយកទៅបញ្ចុះត្រឹមត្រូវហើយធ្វើជាអាណិតយើងនិងបន្ទោសសម្ដេចតេជោហ៊ុនសែនដែលមិនខ្វល់នឹងទុកចោលសពទាហានឲ្យស្អុយរលួយដែលតាមពិតទៅឲ្យចូលទៅយកតាមណាបានបើវាតម្រង់ពួក sniper និងពាត់តំបន់ដែលមានទាហានយើងបាត់បង់ជីវិតមិនឲ្យចូលផងនោះទី4ថៃវាកំពុងចុកខ្សោយតែវាបានព្យាយាមប្រើកម្លាំងហុំព័ទ្ធទីតាំងនៅក្នុងដីខ្មែររួចប្រញាប់ថតបង្អួតបង្អើលដែលនាំឲ្យខ្មែរយើងភ័យបាត់ដីផងបន្ទោសរដ្ឋាភិបាលផងតាមពិតខ្មែរបើកឲ្យវាចូលយកដើម្បីរៀបចំជាភ័ស្តុតាងបង្ហាញអំពីបទល្មើសសង្គ្រាមដែលថៃបង្កឡើងទី5ថៃវាចោទខ្មែរថារបបគ្រួសារនិយមកាន់អំណាចមិនលែងតែថៃខ្លួនឯងអត់បានដឹងថាប្រទេសរបស់វាគឺបានដូរតែនាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែអំណាចនៅលើស្ដេចទាំងអស់គឺលំអៀងគ្រប់យ៉ាងដដែលថៃវាច្រណែនវាមិនសុខចិត្តយើងអភិវឌ្ឍលឿនដូច្នេះហើយបានជាវាព្យាយាមទម្លាក់យើងមកវិញទី6ដោះលែងចំណាប់ខ្មាំងពេលនេះគឺដើម្បីស្រោចស្រង់តម្លៃនៅក្នុងអន្តរជាតិព្រោះទុកទៀតក៏មិនចំណេញវាដែរល្បិចពេលនេះគឺវាចង់រក្សាទីតាំងដែលវាកំពុងឈរជើងបណ្ដោះអាសន្ននៅក្នុងសំណេររបស់លោកវងសុផលដដែលក៏បានរំលេចផងដែរសូមឲ្យអ្នកលេងបណ្ដាញសង្គមនិងពលរដ្ឋខ្មែរត្រូវចងចាំថាថៃដែលល្អពួកវាមិនសូវនិយាយឯថៃដែលនិយាយច្រើនតែថៃមិនសូវល្អត្រូវតាមដាន Facebook របស់ពួកវាម្ដងមួយសិនហើយកុំជឿវាឲ្យសោះពួកនេះភាគច្រើនជាសកម្មជននៃគណៈបកនយោបាយនិងក្រុមដែលបំផ្លាញប្រទេសកម្ពុជានោះទេនៅដើមឆ្នាំ2026គឺនៅក្នុងខែកុម្ភៈឬខែមីនាថៃនឹងរៀបចំការបោះឆ្នោតដូច្នេះត្រៀមឈុតធំតែម្ដងទៅព្រោះមុនការបោះឆ្នោតវានឹងបង្កើតព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីស្ងោរនយោបាយរបស់វាឲ្យឆ្អិន